បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំធ្វើវីដេអូមួយបង្ហាញតាក់ទងបងប្អូនតាក់ទងការបង់ភ្លើងបាទបង់ភ្លើងយើងខ្ញុំប្រើធនាគារ ABA បាទបង់ភ្លើងយើងយកកន្លែងពាក្យទូទាត់បាទវាកន្លែងនេះបាទចូលពាក្យទូទាត់ចូលកន្លែងមើលចុចคลิกលើវាមកបាទពាក្យទូទាត់មកឃើញពាក្យនៅខាងក្រោមបាទពាក្យនៅខាងក្រោមមានដាក់ទឹកភ្លើងនិងសម្រាមបាទយើងคลิกនៅលើហ្នឹងទៅបាទคลิกនៅលើហ្នឹងយើងឃើញពាក្យមានរដ្ឋកទឹកបាត់ដំបងស៊ីនទ្រីសម្រាមបាទអេកូដាបាទអញ្ចឹងកន្លែងគិសនីយើងចុចយកអគិសនីកម្ពុជាបាទនេះសម្រាប់គិសនីបាទអញ្ចឹងខ្ញុំបងថ្លៃភ្លើងខ្ញុំចុចចូលអគិសនីកម្ពុជាបាទបន្ទាប់មកយើងជ្រើសរើសបាទយើងជ្រើសរើសលេខកូដបាទអធិជនដែលយើងមាននៅលើបានกระดาษភ្លើងបាទกระดาษភ្លើងអគ្គិសនីកម្ពុជាហ្នឹងនៅអាកតុយខាងក្រោមបាទកតុយខាងក្រោមហ្នឹងយើងយកចុចលេខកូដហ្នឹងទៅបាទកន្លែងកតុយខាងក្រោមនេះ25 74 52និង10បាទអញ្ចឹងចេញលេខប៉ុណ្ណឹងចូលនេះបាទអញ្ចឹងបាទនេះចេញលេខទឹកលុយបាទដែលយើងត្រូវបង់ហ្មងនេះបាទ112,000 2300បាទអញ្ចឹងចេញឃើញបងប្អូនចេញបាទដែលខ្ញុំត្រូវបង់បាទខ្ញុំត្រូវបង់លេខកូដវាកតុយខាងក្រោយនេះមានដាក់លេខសម្គាល់អតិថិជន ID បាទយើងយកលេខហ្នឹងបាទយកលេខហ្នឹងទៅបន្ទាប់មកយើងចុចបង់ឥឡូវចុចទៅចូលហើយបាទទីនេះលុយខ្ញុំអត់គ្រប់ទេតែធ្វើវីដេអូបង្ហាញបងប្អូនបាទអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំមានតែប៉ុណ្្នឹងសម្រាប់បងប្អូនបាទអរគុណច្រើនអរគុណបាទ